ហើយសូមបងប្អូនប្រជាជនថៃសូមកុំបន្ទោសរដ្ឋាភិបាលកម្ពុជាក្នុងការបិទច្រកដូងដែលហាមឃាត់នៅការដឹកផ្លែឈើនិងការបន្លែមកតាមច្រកដូងដែលមួយថ្ងៃរាប់រយឡានដឹកចូលមកកម្ពុជានិងឆ្លងកាត់ទៅវៀតណាមឥឡូវនេះបើកុំអីថ្ងៃនេះយើងបិទទូទាំងព្រំដែនតែម្ដងទៅលើការនាំចូលបន្លែនិងផ្លែឈើចូលកម្ពុជាប៉ុន្តែដោយសារតែមានការសន្ទនារវាងខ្ញុំជាមួយនឹងនាយករដ្ឋមន្ត្រីថៃរវាងខ្ញុំជាមួយនឹងនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតជាមួយនាយករដ្ឋមន្ត្រីថៃយើងពន្យាពេល24ម៉ោងប៉ុន្តែបើថ្ងៃនេះភាគីថៃមិនព្រមបើកច្រកហើយដោយដើមវិញទេថ្ងៃស្អែកយើងនឹងចាប់អនុវត្តទូទាំងព្រំដែនហើយហាមឃាត់នៅការនាំចូលផ្លែឈើនិងហាមឃាត់នៅការនាំចូលបន្លែចូលមកកាន់កម្ពុជាពេលនេះកម្ពុជាអត់មានទៅការនាំស្អីទេហើយបើសិនជានៅក្នុងសូមណែនាំលើរឿងនេះទីមួយត្រូវខិតខំប្រមូលទិញបើសិនជាបងប្អូនមានយកទៅចែកកងទ័ពនៅតាមទល់ដែនក៏ទៅបានដែរទៅអ្នកដែលមានចិត្តធម៌សប្បុរសធម៌ទៅទិញបន្លែផ្លែឈើរបស់បងប្អូនយើងយកទៅចែកជូនកងទ័ពទទួលទានទៅឬចូលមណ្ឌលកម្មាកំពីឬក៏កន្លែងវឹកហាត់ទាហានហឹកហាត់នគរបាលស្អីអញ្ចឹងវាមិនលំបាកទេហើយចំពោះបងប្អូនពលរដ្ឋថៃត្រូវទៅតវ៉ាជាមួយទាហានថៃខ្លួនឯងតវ៉ាព្រោះទាហានថៃជាអ្នកបិទមិនមែនខ្មែរជាអ្នកបិទទេអញ្ចឹងសូមបងប្អូនថៃកុំខឹងសម្បាជាមួយនឹងកម្ពុជាព្រោះនេះជាលទ្ធផលនៃការបំពានច្បាប់ដោយយោធាថៃហើយគេបានដឹងហើយថាទម្លាប់នៅក្នុងប្រទេសថៃវាយ៉ាងម៉េចយើងយល់យើងស្គាល់រដ្ឋាភិបាលរហូតដល់នាយករដ្ឋមន្ត្រីមិនមានសិទ្ធិដើម្បីនឹងនិយាយឲ្យបើកឬឲ្យបិទហើយនៅទីនេះមានតែនាយករដ្ឋមន្ត្រីទេហើយជាតួអង្គតែមួយពីលើដល់ក្រោមរាប់ទាំងតួអង្គសភាព្រឹទ្ធសភាដែលជាតួអង្គនីតិបញ្ញត្តិតួអង្គរដ្ឋបាលគ្រប់ជាន់ថ្នាក់និងតួអង្គកម្លាំងប្រអាវុធគឺនៅក្រោមជាតួអង្គតែមួយទេ